ជំរាបសួរដល់លោកគ្រូវីដេអូនេះបង្ហាញអំពីរបៀបនៃការស្វែងរកតេស្តប្រឡងប្រចាំខែមេសានិងឧសភាអញ្ចឹងជំនាញដំបូងសូមលោកគ្រូបើកទៅថ្នាបឋម PLP របស់យើងគឺចូលទម្រង់បែបហ្នឹងតទៅទៀតសូមលោកគ្រូចុចទៅលើ profile របស់យើងបាទតទៅពេលលោកគ្រូចុចលើ profile របស់យើងហើយសូមលោកគ្រូស្វែងរកពាក្យថាតេស្តនេះដូចខ្ញុំចង់បង្ហាញអញ្ចឹងសូមចុចពាក្យតេស្តនេះបាទតទៅពេលចុចពាក្យតេស្តហ្នឹងហើយគឺវានឹងចេញទម្រង់បែបនេះបាទគឺមានច្រើនវាមានquiz វាមានតេស្តដើមគ្រាចុងគ្រាតេស្តតាមមេរៀនប្រឡងប្រចាំខែប្រឡងប្រចាំឆ្នាំនិងស្តង់ដារគណិតវិទ្យាអញ្ចឹងយើងមើលតែប៉ុណ្្នឹងមកយើងឃើញនេះប្រឡងប្រចាំខែអញ្ចឹងសូមលោកគ្រូចុចយកពាក្យប្រឡងប្រចាំខែហ្នឹងទៅបាទចឹងនេះគឺជាវិញ្ញាសាដែលបាទគេធ្លាក់មកឲ្យថ្នាក់ទី6គឺតែប្រចាំខែឧសភានិងប្រចាំខែបាទប្រចាំខែឧសភានិងមេសាចឹងមានសិក្សាសង្គមវិទ្យាសាស្ត្រនិងគណិតវិទ្យាអញ្ចឹងអានេះថ្នាក់ទី6បើយើងចង់យកថ្នាក់ទី1តើថ្នាក់ទី1មានអត់នេះមានគេចាញ់គណិតមួយអីបាទបន្តទៀតគឺថ្នាក់ទី2ក៏មានដែរគឺមានសិក្សាសង្គមនិងគណិតវិទ្យាបាទគេចាប់ដើមធ្លាក់បដាហើយតទៅទៀតនេះគឺសិក្សាសង្គមនិងគណិតវិទ្យាបាទតទៅទៀតថ្នាក់ទី4ក៏មានថ្នាក់ទី5ក៏មានបាទគឺមានទាំងអស់ហើយគ្រាន់ថាវាអត់ទាន់គ្រប់មុខវិជ្ជាតទៅទៀតថ្នាក់ទី6បាទសំណួរសួរថានៅពេលដែលគាត់ធ្វើតេស្តហើយតើយើងត្រូវធ្វើដូចម្តេចទាញលទ្ធផលរបស់ពួកគាត់អញ្ចឹងចាំទស្សនានៅវីដេអូក្រោយអរគុណ